ជំរាបសួរបងប្អូនកូនខ្មែរទាំងអស់គ្នាបើតាមព័ត៌មានជាច្រើនថ្ងៃមកគឺខ្ញុំខន្តីអភ័យទោសដែរដែលខ្ញុំមិនបាននិយាយមានបងប្អូនចូលមើលនៅអូខេថ្ងៃនេះគឺខ្ញុំសូមនិយាយអំពីព័ត៌មានប្រមាណគឺឃើញពលករខ្មែរយើងក៏ដូចជាអាជីវករខ្មែរយើងដែលត្រូវសន្តិសុខថៃវ៉ៃមានបងប្អូនឆាតមកសួរតើឲ្យខ្ញុំជួយជានិយាយជាវីដេអូឃ្លីបឲ្យខ្ញុំសូមអភ័យទោសដែរដែលចំពោះបងប្អូនដែលឆាតមកលេងឬក៏ខលគឺខ្ញុំបានទទួលលើសារខ្ញុំបិទសម្លេងទូរស័ព្ទហើយខ្ញុំក៏កេងហើយក៏មកចំណែកទីនោះគឺខ្ញុំរវល់ហើយមួយទៀតចំពោះព័ត៌មានមួយចំនួនគឺខ្ញុំបានតែសៀខ្លះក៏ខ្ញុំមិនបានសៀហើយខ្ញុំក៏ចង់ផុសព័ត៌មានដែរប៉ុន្តែដោយសារតែកម្មវិធីខូចគឺផុសអត់កើតផុសអត់កើតគឺខ្ញុំផុសអត់កើតឲ្យមានបងប្អូនណាអាចស្គាល់នៅកម្មវិធីដែលអាចផុសបានសូមមេត្តាជួយប្រាប់ផងថ្ងៃហ្នឹងគឺខ្ញុំសូមលើកនិយាយអំពីបងប្អូនពលករខ្មែរដែលនៅប្រទេសថៃដែលគាត់មានបញ្ហាហើយបងគឺខ្ញុំបើយើងតាមដានមើលទៅគឺកាលដែលបងប្អូនពលករខ្មែរមានបញ្ហាមានគ្រោះថ្នាក់មានការប្រើអំពើហិង្សាលើបែបនោះគឺគ្មានមន្ត្រីប៉ូលីសណាគឺគាត់អត់មានមន្ត្រីប៉ូលីសណាមកចេញមកទេហើយមានពួកសត្វទេរឆានមួយចំនួនដែលជាដង្កូវអាចហ្នឹងគឺគាត់បានចេញមកកាន់ជើងសម្ដេចគាត់បានថាសម្ដេចនឹងបានយកចិត្តទុកដាក់សុំច្បាប់ឲ្យពលករមកធ្វើការនៅប្រទេសថៃឬប្រទេសនានាចុះពេលនេះច្រើនលើកច្រើនសារដែរមកហើយដែលមានដែលពលករគាត់មានបញ្ហាគ្រោះថ្នាក់ឬក៏ការវាយដំច្រំធាក់អំពីប្រទេសថៃសួរថាតើក្បាលលោកហ៊ុនសែនចេញមកធានារ៉ាប់រងឬក៏មន្ត្រីប៉ូលីសរបស់លោកហ៊ុនសែនហ្នឹងចេញមកទទួលខុសត្រូវដែរឬទេគឺអត់ទេអញ្ចឹងបងប្អូនពលករយើងមើលឲ្យច្បាស់ទៅសួរថាតើមន្ត្រីរាជការរងថ្ងៃឬក៏ប្រមុខដឹកនាំរាជរដ្ឋាភិបាលរងថ្ងៃគាត់មានការយកចិត្តទុកដាក់ចំពោះបងប្អូនពលករខ្មែរយើងដែរឬអត់គឺអត់មានក្បាលអ្នកណាចេញមកទេអញ្ចឹងបើសិនជាគាត់មិនចេញមកក៏ឲ្យទៅចុះសំខាន់គឺគាត់ក៏មកជញ្ជក់ឈាមបងប្អូនពលករខ្មែរនៅប្រទេសថៃនេះក៏ដូចជាប្រទេសនានាដែលជាពលករដែលទៅធ្វើពលករចំណាក់ស្រុកទៅបានហើយបងប្អូនមើលស្ថានទូតមិនថាស្ថានទូតឬក៏ក្រសួងមហាផ្ទៃទេរាល់ដែលពលករធ្វើប៉ាសពតឬក៏តាក់ទងទៅនឹងឯកសារផ្សេងសួរថាតើក្បាលអស់លោកហ្នឹងគឺចេញមកជួយរ៉ាប់រងឬជួយធានាបងប្អូនពលករខ្មែរទេគឺអត់ជាពិសេសស្ថានទូតខ្មែរនៅថៃគឺគាត់អត់ដែរយកចិត្តទុកដាក់ជាមួយពលករទេដូចជារឿងប៉ាសពតរឿងអីហ្នឹងពលករបានធ្វើឯកសារគ្រប់គ្រាន់ហើយក៏ប៉ុន្តែស្ថានទូតគឺអត់មានការចេញប៉ាសពតមកឲ្យពលករខ្មែរទេគឺពេលទៅមើលម្ដងគឺគាត់ថាអត់អញ្ចឹងចុះប៉ុន្តែបើឲ្យលុយពួកគាត់គឺពួកគាត់បែរជាចេញនៅឯកសារទាំងអស់ហ្នឹងអញ្ចឹងបើសិនជាពួកគាត់មិនយកចិត្តទុកដាក់ចំពោះបងប្អូនពលករខ្មែរនៅថៃក៏ហើយចុះមិនបំរើបងប្អូនពលករឬក៏បងប្អូនប្រជាពលរដ្ឋក៏ហើយទៅចុះកុំជញ្ជក់ឈាមពួកគាត់ទៀតអស់លោកប្រៀបដូចជាបីសាច់តែកំពុងតែជញ្ជក់ឈាមបងប្អូនប្រជាពលរដ្ឋហើយខ្ញុំលើព័ត៌មានមួយទៀតថាតាមវិទ្យុបារាំងដែលបងប្អូនលពូនិមិញនៅបារាំងគាត់ផ្ដល់ដំណឹងមកថាប៉ាសពតបងប្អូនពលករបញ្ជូនមកហើយមកដល់ប្រទេសថៃហើយប៉ុន្តែស្ថានទូតត្រូវការម្នាក់$25ថែមទៀតហើយត្រូវការស្អីទៀតបើពួកខ្ញុំឬក៏ពលករនានាគាត់បានបំពេញឯកសារហើយលុយគឺពួកគាត់បានបង់គ្រប់អស់ហើយតើទាលុយទៀតអស់លោកជញ្ជក់ឈាមម្ដងហើយម្ដងទៀតសួរថាតើអស់លោករងថ្ងៃនេះស៊ីប្រាក់ខែខ្មែរបំរើឲ្យខ្មែរដែរឬទេគឺអស់លោកមិនដែលបំរើឲ្យខ្មែរទេអស់លោកគឺមកជញ្ជក់ឈាមតែខ្មែរទេអញ្ចឹងបងប្អូនពលករខ្មែរនៅថៃនេះខ្ញុំស្ដាយដែរដែលខ្ញុំគ្មានសមត្ថភាពបើសិនបើខ្ញុំមានសមត្ថភាពខ្ញុំចង់ប្រម៉ែប្រមូលបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ឲ្យយើងរួមគ្នាទៅធ្វើ
បាតកម្មរងគឺធ្វើមហាបាតកម្មមួយនៅមុខក្រសួងមហាផ្ទៃថៃដើម្បីឲ្យក្រសួងមហាផ្ទៃថៃហ្នឹងគាត់ជួយអន្តរាគមន៍ព្រោះឲ្យពួកខ្ញុំបានសុខចិត្តរស់នៅស្របច្បាប់សុខចិត្តធ្វើនៅឯកសារគ្រប់យ៉ាងដើម្បីឲ្យខ្លួនរស់នៅយ៉ាងស្រួលស្របច្បាប់កុំឲ្យមានបញ្ហាអំពីមន្ត្រីប៉ូលីសថៃឬក៏ដូចជាការខុសច្បាប់ជាជនអន្តោប្រវេសន៍នៅប្រទេសថៃប៉ុន្តែនៅពេលដែលពួកខ្ញុំបានធ្វើហើយស្ថានទូតខ្មែរគឺមានការគៀបសង្កត់គឺទាលុយម្ដងចេះម្ដងចុះចឹងវាពិបាកក្នុងការពួកខ្ញុំរស់នៅអញ្ចឹងបងប្អូនពលករខ្មែរនៅថៃយើងគួរតែរួមគ្នាឬក៏យ៉ាងណានេះជាសំណួរខ្ញុំទេតែសម្រាប់ខ្ញុំគឺខ្ញុំអត់មានសមត្ថភាពទេបើមិនជាខ្ញុំមានសមត្ថភាពខ្ញុំចង់ដឹកនាំបងប្អូនពលករខ្មែរនៅថៃនេះទៅធ្វើការបាតកម្មដ៏ធំមួយនៅមុខក្រសួងមហាផ្ទៃថៃនិងស្ថានទូតខ្មែរដើម្បីបំបាក់មុខពួកគាត់ថាពួកគាត់រងថ្ងៃមកធ្វើការមិនដែលបំរើខ្មែរទេប្រៀបដូចជាឆ្កែដែលមកជញ្ជក់ឈាមរះអញ្ចឹងដូចជាបងប្អូនពលករខ្មែរដឹងស្រាប់ហើយសួរថាបងប្អូនពលករខ្មែរនៅប្រទេសថៃរាល់ថ្ងៃនេះមានបញ្ហាផ្សេងសួរថាពួកអស់ហ្នឹងមានដែរអ្នកណាអើតក្បាលមកមួយឯងគឺអត់មានអើតក្បាលទេមានតែមានអ្នកជញ្ជក់ឈាមហើយពួកវាមិនដែលយកចិត្តទុកដាក់សម្រាប់បងប្អូនពលករខ្មែរនៅថៃទេក្រៅអំពីលុយគឺពួកវាមើលមិនឃើញទេការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរអញ្ចឹងខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគួរតែធ្វើយ៉ាងណាហើយមួយទៀតតាមដំណឹងមកពីស្រុកខ្មែរគឺមានការតាមស៊ើបអង្កេតអ្នកដែលស្នេហាជាតិនៅប្រទេសថៃគឺមានការគៀបសង្កត់យ៉ាងម៉េចគឺគេបានបញ្ជូនមនុស្សមកដើម្បីស៊ើបអង្កេតហើយនឹងបំបែកបំបាក់និងបំផ្លាញអ្នកដែលស្នេហាជាតិនៅប្រទេសថៃនេះទៅអញ្ចឹងបើសិនជាមានការចាប់ខ្លួនបន្តបន្ទាប់សម្រាប់អ្នកដែលការសម្ដែងមតិអញ្ចឹងសូមឲ្យបងប្អូនជួយនាំគ្នាធ្វើបាតកម្មដើម្បីរៀងពួកអស់លោកនឹងម្ដងឬក៏យ៉ាងណាកុំឲ្យពួកមន្ត្រីដែលជាទាស័យបំរើលុយឬក៏ទាស័យកញ្ចេះយួនអស់ហ្នឹងឬក៏ទាស័យបំផ្លាញជាតិអស់ហ្នឹងវាមកបំផ្លាញពួកយើងបានទៀតអញ្ចឹងសំណូមពរឲ្យបងប្អូនទាំងអស់គ្នាយើងគួរតែក្រោកឈរឡើងសម្រាប់បងប្អូនពលករខ្មែរនៅថៃសួរថាយើងនៅឲ្យពួកវាជួនក្បាលទៀតក៏ឬក៏យ៉ាងណាហើយមួយទៀតដូចជាបញ្ហាប៉ាសពតខ្លះគឺបងប្អូនពលករខ្មែរនៅប្រទេសថៃតាមតែខ្ញុំដឹងគឺដំណឹងយ៉ាងច្បាស់លាស់គឺពួកគាត់បានធ្វើរួចហើយប៉ាសពតហើយប៉ាសពតទាំងអស់ហ្នឹងធ្លាក់លើដៃតកែប៉ុន្តែតកែអត់ឲ្យកាន់ទេពេលពួកគាត់ទៅផ្ទះម្ដងទាល់តែពួកគាត់មានការបងលុយមានការអីបានឲ្យប៉ាសពតពួកគាត់កាន់កាពិតលុយគឺបងគ្រប់ហើយប៉ុន្តែបើសិនជាចង់ទៅផ្ទះគឺពួកគាត់អត់ឲ្យប៉ាសពតហ្នឹងទេទៅតែបងលុយឬក៏ធ្វើលក្ខខណ្ឌបងលុយឲ្យទៅតកែហ្នឹងហើយដល់ពេលពួកគាត់ទៅពឹងពាក់ស្ថានទូតមន្ត្រីប៉ូលីសខ្មែរប្រចាំនៅប្រទេសថៃនេះពួកគាត់មិនត្រឹមមិនជួយទេទាល់តែលុយបានពួកគាត់ជួយអញ្ចឹងខ្ញុំសំណូមពរឲ្យបងប្អូនពលករខ្មែរទាំងអស់មើលឲ្យច្បាស់ថាតើពេលដែលពួកយើងមានបញ្ហាអស់ហ្នឹងតើពួកមន្ត្រីដែលជាបិសាចជញ្ជក់ឈាមអស់ហ្នឹងពួកវាដែលជួយពួកយើងបានទេគឺអត់មានការជួយឬក៏មានបញ្ហាអន្តរាគមន៍ណាមួយទេដោយបងប្អូនពលករខ្មែរដែលត្រូវសន្តិសុខវាយអញ្ចឹងសួរថាមន្ត្រីប៉ូលីសអស់ហ្នឹងបើកគ្រប់ផ្នែកមើលទេគឺអត់មានមើលទេប៉ុន្តែបើបងប្អូនពលករខ្មែរគាត់ធ្វើខុសអីតិចតួចវិញហីអូយចាំមើលខួរក្បាលពួកអស់ហ្នឹងវាចេញមកណាអញ្ចឹងសំណូមពរឲ្យបងប្អូនពលករខ្មែរទាំងអស់ចាប់ដៃគ្នាជាក្រុមមើលយើងគួរតែធ្វើអ្វីមួយសម្រាប់ការពារខ្លួនសម្រាប់យើងនៅប្រទេសថៃនេះយើងកុំសង្ងំស្ងៀមបើយើងនៅសង្ងំស្ងៀមទៀតសម្រាប់ពួកស្ថានទូតឬមន្ត្រីអស់ហ្នឹងគឺពួកវាបានចិត្តណាអញ្ចឹងសំណូមពរឲ្យបងប្អូនមេតាក្រោកឡើងគឺខ្ញុំមករយៈហ្នឹងគឺខ្ញុំរវល់គឺខ្ញុំអត់បាននិយាយក្លេមក៏សូមខន្តីអភ័យទោសដែរអញ្ចឹងអ្វីដែលខ្ញុំឈឺចាប់ជាទីបំផុតខ្ញុំឃើញពលករខ្មែរយើងដែលត្រូវសន្តិសុខវាយបែរជាបាត់មន្ត្រីប៉ូលីសស្ងាត់ឲ្យឈឹងហៅថាឆ្កែវាត្រូវក្បាលគ្រាប់ជាពីមវាស្ងាត់ឈឹងអញ្ចឹងណាវាបានស៊ីឆ្អឹងគឺវាស្ងាត់ឈឹងអញ្ចឹងសំណូមពរហើយសំណូមពរបងប្អូនទាំងអស់សូមមេត្តាភ្ញាក់ខ្លួនឡើងសម្រាប់ពួកយើងព្រោះពួកយើងជាអ្នកក្រជាពលករពួកអស់ហ្នឹងវាមិនដែលជួយយើងទេគឺមានតែមានការជញ្ជក់ឈាមពួកយើងអញ្ចឹងមានតែពួកយើងជាពលកររួមគ្នា
ជួយកំចាត់ជនថោកទាបអស់នឹងទេបានដែលអាចជួយខ្លួនពួកយើងបានបើពឹងមន្ត្រីរាជការរាល់ថ្ងៃទៅពឹងឆ្កែល្អជាងពឹងឆ្កែតាមចាមថ្នល់ដែលស៊ីបាយតាមចាមថ្នល់វាល្អជាងពឹងឆ្កែកែស៊ីវិញវាល្អជាងមើលទៅបងប្អូនអានេះកុំឲ្យថាក្មេងឬក៏ថាខ្ញុំនឹងនិយាយពាក្យអសុរោះប៉ុន្តែឥឡូវបងប្អូនមើលដោយខ្លួនឯងសួរថាបងប្អូនពលករប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃមិនថាប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃនេះទេប្រជាពលរដ្ឋខ្មែរនៅស្រុកខ្មែរដែលមានបញ្ហានានាសួរថាពួកមន្ត្រីអស់ហ្នឹងចេញមុខមកដោះស្រាយទេពួកមន្ត្រីអស់ហ្នឹងចេញមុខមកជួយប្រជាពលរដ្ឋទេអត់ទេមានតែជួនក្បាលប្រជាពលរដ្ឋនឹងគៀបសង្កត់ប្រជាពលរដ្ឋចិញ្ចក់ឈាមប្រជាពលរដ្ឋបើអស់លោកគ្មានអ្វីជួយប្រជាពលរដ្ឋទេសូមអស់លោកកុំមកជួនឆ្លីពួកគាត់ទេឲ្យវាល្មមបានហើយដូចជារឿងហ្នឹងហើយខ្ញុំនៅតែនិយាយដែរដោយលោកហ៊ុនសែនបានលើកឡើងថារាល់ថ្ងៃប្រជាពលរដ្ឋមិនមែនថាពេញចិត្តគាត់ទេគឺអត់ពេញចិត្តមន្ត្រីមូលដ្ឋានសួរថាម្នាក់ណាអ្នកដែលដឹកនាំមន្ត្រីថ្នាក់ក្រោមអ្នកណាដែលដឹកនាំមន្ត្រីមូលដ្ឋានទាំងអស់ហ្នឹងសួរថាលោកឯងគឺជាអ្នកដឹកនាំមន្ត្រីគឺជាអ្នកគ្រប់គ្រងគេបើលោកឯងឃើញមន្ត្រីខ្លួនឯងដឹកនាំមិនល្អចូលមិនដកក្បាលពួកអស់នឹងចោលទៅជាពិសេសដោយមន្ត្រីចៅសង្កាត់នៅប៉ោយប៉ែតថ្ងៃមុនដែលអត់ព្រមចុះឈ្មោះឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរឥឡូវគេផ្សាយតាមពេញ Facebook ថាពីមុនទៅលោកឯងទទួលព័ត៌មានមិនបានឥឡូវព័ត៌មានតាម Facebook ខ្ចរខ្ចាយសង្ឃឹមថាលោកឯងនឹងឃើញហើយម្យ៉ាងទៀតខ្ញុំជាប្រជាពលរដ្ឋរាល់ថ្ងៃមិនមែនថាខ្ញុំមិនពេញចិត្តលោកឯងទេគ្រាន់តែខ្ញុំស្អប់លោកឯងមិនចូលចិត្តលោកឯងរាល់ការដឹកនាំរបស់លោកឯងធ្វើឲ្យប្រជាពលរដ្ឋព្រួតប្រាសម៉ែឪរងភាពអយុត្តិធម៌ច្រើនពេករងនៅទឹកភ្នែកព្រួតប្រាសឪពុកម្ដាយសួរថាលោកឯងបើសិនជាលោកឯងព្រួតប្រាសប្រពន្ធកូនយ៉ាងលោកឯងក៏មានការឈឺចាប់ដែរខ្ញុំមិនត្រឹមតែមិនពេញចិត្តគឺស្អប់នៅការដឹកនាំរបស់លោកឯងរាល់ថ្ងៃគឺជាមេដឹកនាំមួយដ៏ខ្មៅងងឹតគឺជាមេដឹកនាំសត្វដេរឆានមួយរូបអញ្ចឹងបើលោកឯងចង់ឲ្យកូនខ្មែរពេញចិត្តចង់ឲ្យកូនខ្មែរស្រឡាញ់លោកឯងចុះពីតំណែងទៅបដូរមេដឹកនាំថ្មីចង់ដឹងថាគេធ្វើការមិនកើតកុំអួតឡើងអត់ពីខ្លួនឯងសង្គ្រាមខ្ញុំក៏ចង់ជួបដែរសង្គ្រាមចង់ដឹងថាតើសង្គ្រាមអស្ចារ្យប៉ុណ្ណាកុំឲ្យមនុស្សចាស់ចំនួនមុនអួតថាសង្គ្រាមយកអាសង្គ្រាមនឹងមកគំរាមក្មេងចំនួនក្រោយខ្ញុំក៏ចង់ជួបដែរថាតើសង្គ្រាមរងថ្ងៃនេះវាជាសង្គ្រាមស្អីខ្ញុំក៏ចង់តស៊ូនឹងអាសង្គ្រាមនឹងដែរចង់ការពារទឹកដីខ្ញុំចង់ការពារប្រជាពលរដ្ឋខ្ញុំកុំអាងអីសង្គ្រាមតើចាស់ចំនួនមុនឆ្លងកាត់សង្គ្រាមវាលំបាកប៉ុណ្ណាខ្ញុំក៏ចង់ឆ្លងកាត់ដែរកុំឲ្យចាស់ចំនួនមុនអួតថាវាអញ្ចេះវាអញ្ចោះខ្ញុំក៏ឆ្លងកាត់មិនបាច់សង្គ្រាមទេរាល់ថ្ងៃនេះវាពិបាកជាងសង្គ្រាមទៅទៀតរស់នៅវាប្រៀបដូចគេកំពុងតែច្បាច់កអញ្ចឹងវាពិបាកក្នុងការដកដង្ហើមណាស់ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់គឺខ្ញុំពិបាកណាស់ក្នុងការដកដង្ហើមក្នុងការរស់នៅក្នុងការនិយាយស្ដីមានគ្រោះថ្នាក់គ្រប់ជំហានគ្រប់កន្លែងអញ្ចឹងសង្ឃឹមថាអស់លោកនឹងភ្ញាក់កំណើតបើអស់លោកចង់ឲ្យប្រជាពលរដ្ឋខ្មែរអាណិតនិងស្រឡាញ់អស់លោកសារជាថ្មីអស់លោកគួរតែចាក់ចេញពីតំណែងទាំងមន្ត្រីមូលដ្ឋានទាំងថ្នាក់ដឹកនាំកម្ពុជាទាំងអស់បាទអរគុណច្រើនសូមជម្រាបលាផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិករវាងលោក Donald Trump ជាមួយនឹងលោកស្រី Hillary Clinton បានចេញលទ្ធផលដែលយើងឃើញថាលោក Trump ត្រូវបានប្រជាពលរដ្ឋអាមេរិកបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីទី45សម្រាប់ដឹកនាំសហរដ្ឋអាមេរិកតទៅមុខទៀតហើយលោក Trump ទទួលបានទូរស័ព្ទពីលោកស្រី Hillary Clinton អបអរសាទរចំពោះជ័យជំនះនេះហើយទទួលស្គាល់ថាលោកស្រីពិតជាចាញ់ហើយអ្វីត្បិតតែសัญลักษณ์ឆ្នោតមិនទាន់ត្រូវបានរាប់អស់ជាស្ថាពរ 100% នៅឡើយក្តីនៅមានបន្តិចបន្តួចកន្លែងខ្លះដែលមិនទាន់ជាអស់នៅឡើយទេប៉ុន្តែយើងឃើញថាទោះបីយ៉ាងណាក៏ដោយក៏លោកស្រី Hillary Clinton គាត់មិនអាចទទួលជ័យជំនះបានដែរអញ្ចឹងបានគាត់ទទួលថាគាត់ចាញ់ហើយគាត់ទូរស័ព្ទមកអបអរសាទរយើងឃើញថាពេលក្នុងកំឡុងនៃការឃោសនា
បោះឆ្នោតនេះគឺមានភាពស្រួចស្រាវណាស់រវាងលោកស្រី Clinton ជាមួយនឹងលោក Trump គឺមានទាំងការគម្រាមកំហែងផងមានទាំងការចំអកលក់លើយដាក់គ្នាផងណាហើយតែទីបំផុតទៅគឺគ្មាននរណាម្នាក់ត្រូវបានរងគ្រោះពីនរណាម្នាក់នោះទេអ្វីត្បិតតែគណៈបកប្រជាធិបតេយ្យរបស់លោកស្រី Clinton ដឹកនាំដោយលោកអូបាម៉ាសប្តាហ៍ថ្ងៃកំពុងតែគ្រប់គ្រងអំណាចនៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែគឺលោក Trump អត់មានទោសអត់មានពៃអត់ត្រូវបានគេចាប់ដាក់គុកអត់ត្រូវបានគេបង្កើតនៅព្រឹត្តិការណ៍ឬក៏បង្កើតនៅឧបសគ្គនានារារាំងទៅដល់ការឃោសនាបោះឆ្នោតរបស់គាត់ទេហើយយើងឃើញថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅស្រុកគេគឺទទួលបាននៅការជឿជាក់យ៉ាងពិតប្រាកដពីសំណាក់ប្រជាពលរដ្ឋរបស់គេហើយនៅពេលដែលទទួលបានលទ្ធផលហើយយើងឃើញថាប្រជាពលរដ្ឋរបស់គេមួយចំនួននៅរដ្ឋមួយចំនួនធ្វើបាតកម្មប្រឆាំងលោក Trump ណាមានទាំងអំពើហិង្សាផងខ្ញុំមិនគ្រប់គ្រងទេចំពោះការដុតកង់ឡានការដុតហាងនានាឬក៏ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិឯកជនក្តីសាធារណៈក្តីហ្នឹងវាអត់ត្រឹមត្រូវទេប៉ុន្តែយើងគ្រាន់តែឃើញថាប្រជាពលរដ្ឋរបស់គេមានសិទ្ធិធ្វើបាតកម្មប្រឆាំងចំពោះការជាប់ឆ្នោតរបស់លោក Donald Trump ហ្នឹងនៅពេលដែលលោក Trump ឡើងមកថ្លែងសន្ទរកថាដើម្បីបញ្ជាក់អំពីជ័យជំនះនេះគាត់បានថ្លែងសន្ទរកថាយ៉ាងសាមញ្ញដោយមិនមានឯកសារกระดาษស្នាមអីមកអានទេថ្លែងយ៉ាងសាមញ្ញគឺបញ្ជាក់អំពីថាការបែកបាក់គ្នាការបែងចែករវាងបកណានៅក្នុងសហរដ្ឋអាមេរិកនេះត្រូវបញ្ចប់ត្រឹមនឹងថ្ងៃហ្នឹងហើយអាមេរិកប្រជាពលរដ្ឋអាមេរិកទោះនៅទីណាក្តីគឺនៅតែជាអាមេរិកតែមួយហើយគាត់បានកោតសរសើរអបអរសាទរកោតសរសើរទៅដល់លោកស្រី Clinton ចំពោះការប្រឹងប្រែងដ៏ខ្លាំងក្លារបស់លោកស្រីនៅក្នុងយុទ្ធនាការហើយគាត់បានបញ្ជាក់ទៀតលោក Trump បានបញ្ជាក់ទៀតថាគឺអ្នកទាំងអស់គ្នានោះគឺជំពាក់លោកស្រី Clinton យ៉ាងធំធេងចំពោះការពលិកម្មរបស់លោកស្រីជាច្រើនឆ្នាំមកនេះចំពោះជាតិមាតុភូមិគឺសហរដ្ឋអាមេរិកប្រជាពលរដ្ឋអាមេរិកដូច្នេះយើងឃើញថាទោះជាអ្នកណាឈ្នះអ្នកណាចាញ់ក៏គេរស់នៅជាមួយគ្នាបានសុខគេរស់នៅជាមួយគ្នាបានសុខគេអត់គុំគួនគេអត់ធ្វើទុកបុកម្នេញអ្នកចាញ់ទេអ្នកឈ្នះអត់ធ្វើទុកបុកម្នេញអ្នកចាញ់ទេពីព្រោះអ្នកឈ្នះដោយកិត្តិយសចាញ់ដោយអស់ចិត្តកន្លែងហ្នឹងហើយដែលជាចំណុចល្អហើយដូចខ្ញុំបញ្ជាក់អញ្ចឹងពិភពលោកតាមដានមើលនៅព្រឹត្តិការណ៍នៃការបោះឆ្នោតនឹងគ្រប់កន្លែងទាំងអស់ណាគ្រប់កន្លែងទាំងអស់ហេតុអីពីព្រោះសហរដ្ឋអាមេរិកនេះប្រជាធិបតេយ្យវាមានលក្ខណៈចម្លែកគឺមនុស្សគ្រប់ប្រភេទមកពីណាក៏ដោយចង់ប្រកួតប្រជែងឡើងមកបានទាំងអស់គ្នាអត់មានអ្នកណារារាំងអ្នកណាទេអាស្រ័យទៅលើសមត្ថភាពអាស្រ័យទៅលើការគ្រប់គ្រងដូច្នេះអត់មានប្រកាន់ថាតលតែជាកូនអ្នកមានជាសេដ្ឋីជាអ្នកនយោបាយជាអីទេគឺថាតាមចិត្តអញ្ចឹងបានជាពិភពលោកចាប់អារម្មណ៍ណាស់ហើយគំនិតនៃគោលនយោបាយរបស់មនុស្សម្នាក់មានលក្ខណៈផ្សេងគ្នាអញ្ចឹងយើងឃើញថាដល់ពេលដែលលោក Trump ឈ្នះមែនគឺអ្នកខ្លះគាត់មានការហួសចិត្តដែរណាថាមិននឹកស្មានថាពាណិជ្ជករម្នាក់ជាប់អញ្ចឹងទេហើយអ្នកខ្លះមានការខកចិត្តថាអាមេរិកនឹងជួបសង្គ្រាមអីជាដើមណានឹងមានបញ្ហាជាដើមខ្ញុំថាយើងឃើញសន្ទរកថារបស់លោក Trump ចុងក្រោយនៅពេលដែលគាត់ជាប់នេះគាត់ថ្លែងក្នុងន័យមួយល្អអាមេរិកគឺគិតពីផលប្រយោជន៍អាមេរិកជាការពិតប្រទេសណាក៏គេត្រូវគិតពីផលប្រយោជន៍របស់គេដែរមេដឹកនាំរបស់គេមួយចេញមកគឺអញ្ចឹងសំដែងបញ្ជាក់ឲ្យឃើញអញ្ចឹងគឺគេគិតពីផលប្រយោជន៍របស់គេណាហើយទោះគេគិតផលប្រយោជន៍របស់គេយ៉ាងណាក៏ដោយគេនៅមានទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានាក្នុងពិភពលោកទំនាក់ទំនងនេះគេថាត្រូវតែ fair គឺយុត្តិធម៌មិនមែនប្រើអំណាចគ្របសង្កត់ទៅលើគេដោយខុសដោយហួសហេតុនោះទេហើយអ្វីដែលសំខាន់លោក Trump គាត់បានបញ្ជាក់គឺគាត់ស្រឡាញ់ប្រទេសរបស់គាត់ស្រឡាញ់ប្រជាពលរដ្ឋរបស់គាត់
ហើយគាត់អរគុណទៅដល់អ្នកទាំងឡាយដែលខិតខំប្រឹងប្រែងគាត់អរគុណប្រជាពលរដ្ឋអាមេរិកដែលបានបោះឆ្នោតឲ្យគាត់ហើយគាត់បញ្ជាក់ថាគាត់គឺជាប្រធានាធិបតីសម្រាប់ប្រជាពលរដ្ឋអាមេរិកទាំងមូលគ្រប់ទាំងអស់ណាមិនមែនតែស្បែកសឬក៏យ៉ាងណានោះទេគឺស្បែកអ្វីក៏ដោយឲ្យតែជាអាមេរិកគឺគាត់ជាប្រធានាធិបតីរបស់អាមេរិកគាត់នឹងជួយចំពោះអ្នកទាំងឡាយណាដែលត្រូវការជួយដូច្នេះយើងឃើញថាទាំងអស់ហ្នឹងគឺជាចំណុចវិជ្ជមានល្អសម្រាប់មេដឹកនាំមួយដែលឡើងធ្វើជាមេដឹកនាំប្រទេសគឺត្រូវធ្វើជាមេដឹកនាំសម្រាប់ប្រទេសសម្រាប់ពលរដ្ឋទាំងអស់ហើយបង្ហាញពីសេចក្តីស្រឡាញ់ចំពោះជាតិបង្ហាញពីការយកចិត្តទុកដាក់យ៉ាងធំធេងចំពោះជាតិហើយគាត់កោតសរសើរគាត់ឲ្យតម្លៃចំពោះអ្នកដែលបានខិតខំតស៊ូពលិកម្មដើម្បីជាតិទោះបីជាអនុប្រឆាំងគាត់ក៏ដោយគាត់អត់រករឿងគាត់បញ្ជាក់ថាគាត់ដឹងថាប្រជាពលរដ្ឋអាមេរិកមិនបោះឆ្នោតឲ្យគាត់មិនគ្រប់គ្រងគាត់តាំងពីដើមទីមកប៉ុន្តែអត់បញ្ហាទេឥឡូវពេលនេះគាត់ជាប់គាត់បំរើទាំងអស់គ្នាអ្នកដែលប្រឆាំងគាត់អ្នកដែលគិតថាគាត់មិនបំរើពួកគេគាត់នឹងទៅឲ្យដល់ឈានឲ្យដល់ជួបពួកគេបំរើពួកគេយើងឃើញថាទាំងអស់ហ្នឹងហើយគឺជាអ្វីមួយដែលជាសក្ខីកម្មបញ្ជាក់ថាការផ្លាស់ប្ដូរមិនមែនគ្រោះថ្នាក់ទេបងប្អូនការផ្លាស់ប្ដូរមិនមែនគ្រោះថ្នាក់ទេនៅកម្ពុជាយើងវិញគេតែងតែសម្លុតបំភ័យគំរាមកំហែងប្រជាប្រដ្ឋខ្មែរយើងកុំឲ្យចង់ធ្វើការផ្លាស់ប្ដូរគេតែងតែយករូបភាពជំនាន់ប៉ុលពតយកមកដាក់ថាចង់ខ្លាយទៅជាប៉ុលពតទៀតឬយ៉ាងណាតាមពិតទៅប្រជាប្រដ្ឋខ្មែរគាត់អត់បានដឹងថាដែលអ្នកកំពុងដឹកនាំប្រទេសសពថ្ងៃនោះប៉ុលពតបាត់ទៅហើយហ្នឹងមនុស្សនៅក្នុងសុទ្ធចេញមកពីរបបប៉ុលពតទាំងអស់មេដឹកនាំប៉ុលពតទាំងអស់ណាតំណាក់បនស័កនៅក្នុងជួរកងទ័ពនៅក្នុងជួររដ្ឋាភិបាលដឹកនាំដោយប៉ុលពតទាំងអស់ដូច្នេះរបៀបរបបដឹកនាំរបស់គេគឺយករបៀបរបបប៉ុលពតមកដឹកនាំទៅប៉ុន្តែគាត់ថាគេបំភ័យធម្មតាទេសម្លៀកបំពាក់តកាលណាបាត់ផ្នត់វាយូរឆ្នាំហើយទោះបីយើងប្រើប្រាស់យូរឆ្នាំទៅមុខទៀតក៏ផ្នត់នោះវានៅតែមានចឹងដែរដូច្នេះស្មារតីរបស់ពលរដ្ឋខ្មែរតែងតែមានការភ័យខ្លាចចំពោះរឿងបបមកផ្ទះពី3កំប៉ុងហ្នឹងណាហើយចែកគ្នា100%អ្នកហ្នឹងគឺថាមានអ្នកណាចង់ទេចឹងហើយបានជាគេចេះតែបំភ័យបានណាដូច្នេះយើងឃើញថាការផ្លាស់ប្ដូរអត់មានគ្រោះថ្នាក់ទេយើងផ្លាស់ប្ដូរពីចំណុចអវិជ្ជមានមករកចំណុចល្អយើងផ្លាស់ប្ដូរពីមេដឹកនាំដែលដឹកនាំខ្វះសមត្ថភាពដែលដឹកនាំមិនអាចទៅមុខរួចយើងទៅរកមេដឹកនាំដែលល្អដែលមានសមត្ថភាពដែលមានឆន្ទៈមានមនសិការផ្លាស់ប្ដូរពីមេដឹកនាំដែលមិនចង់ការពារទឹកដីទៅជាមេដឹកនាំដែលការពារទឹកដីផ្លាស់ប្ដូរពីមេដឹកនាំដែលធ្លាប់តែវាយប្រើអំណាចវាយបាញ់កាប់សម្លាប់ប្រជាពលរដ្ឋចាប់អ្នកប្រឆាំងដាក់គុកទៅរកមេដឹកនាំដែលល្អដែលមានបេះដូងសមានចិត្តស្នេហាជាតិគុណធម៌សិលធម៌ណាចេះស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋលើកអនុគ្រោះឲ្យអ្នកដែលមានគំនិតផ្ទុយពីខ្លួននេះចំណុចហ្នឹងឯងដែលយើងត្រូវគិតណាហើយមិនមែនដោយសារតែលោកហ៊ុនសែនគ្រប់គ្រងលោកដូណាល់ត្រាំឬក៏លោកកឹមចុងអ៊ុនឬក៏មូកាបេនៃប្រទេសនៅអាហ្វ្រិកឬក៏មេដឹកនាំដទៃទៀតដែលផ្ដាច់ការនឹងគ្រប់គ្រងដូណាល់ត្រាំបានប្រជាពលរដ្ឋអាមេរិកបោះឆ្នោតគ្រប់គ្រងដូណាល់ត្រាំទេមិនអញ្ចឹងទេណាគឺជាទស្សនវិស័យរបស់អាមេរិកគេត្រូវតែមានការផ្លាស់ប្ដូរហើយសូមបញ្ជាក់ជូនជនរួមជាតិខ្មែរទីណាក៏ដោយដែលមានការផ្លាស់ប្ដូរមេដឹកនាំពីចំណុចអវិជ្ជមានទៅរកចំណុចវិជ្ជមានគឺទីនោះតែងតែមានការរីកចម្រើនទីនោះតែងតែមានការរីកចម្រើនប៉ុន្តែបើទុកមេដឹកនាំដដែលនឹងទេដែលនៅតែដដែលហើយពលរដ្ឋរងគ្រោះឥឡូវយើងមើលកឹមចុងអ៊ុនក្រុមគ្រួសារគីមនេះដឹកនាំកូរ៉េខាងជើងតត3ដំណមកហើយតើកូរ៉េខាងជើងរីកចម្រើនមកពីណាប្រជាពលរដ្ឋកូរ៉េខាងជើងវេទនាតក់ចាក់អត់បាយស្លាប់នៅប្រទេសអាហ្វ្រិកផ្ដាច់ការមួយចំនួនមេដឹកនាំសិតតែកាន់រាប់សិបអាណត្តិមិនព្រមចុះតើខ្លួនដើរដួលចុះពីវេទិកាមកដួលប៉ុណ្ណឹងក៏នៅព្រមចុះទៀតមិនព្រមចេញពីតំណែងទៀតណាប្រទេសអស់នោះសិតតែក្រកម្ពុជាយើងដូចគ្នាមេដឹកនាំដែលតាំងខ្លួនថាខ្លួនឯងគ្រាន់បើដើរទៅសុំជំនួយគេគ្រប់កន្លែងទាំងអស់
សុំដង្ហើមគេដកសូម្បីតែចំណីចំណុកក្នុងប្រទេសរបស់ខ្លួនក៏អត់មានហូបចុកដែរណាគឺនាំចូលពីគេហើយគេដាក់ថ្នាំគីមីមកសម្រាប់ខ្មែរដូច្នេះទីណាក៏ដោយដែលអត់មានការផ្លាស់ប្ដូរគ្មានទេការរីកចម្រើនតែទីណាដែលមានការផ្លាស់ប្ដូរទៅវិញទេផ្លាស់ប្ដូរពីអវិជ្ជមានមកវិជ្ជមានទីនោះតែងតែមានការរីកចម្រើននៅអាមេរិកនៅអឺរ៉ុបនៅអូស្ត្រាលីនៅប្រទេសណាដែលគេមានភាពទំនើបណាគឺគេមានការផ្លាស់ប្ដូរឥឡូវមិនបាច់ដល់និយាយប្រទេសប្រជាធិបតេយ្យទាំងអស់នេះផងសូម្បីតែចិននិងយួនលាវក៏ដូចគ្នាដែរគង់តែគេមានការផ្លាស់ប្ដូរមេដឹកនាំរបស់គេកំណត់តែពីអាណត្តិទេណានៅយួនក៏អញ្ចឹងនៅចិនក៏អញ្ចឹងណាយើងថាបកតែមួយកុម្មុយនីសចុះប៉ុន្តែគេផ្លាស់ប្ដូរមេដឹកនាំគេរហូតលោកហ៊ុនសែនកាន់អំណាចតាំងពីឆ្នាំ85រហូតមកនៅស្រុកយួនផ្លាស់ប្ដូរមេដឹកនាំ4-5ទៅហើយចុះចំណែកកម្ពុជាយើងវិញនៅតែមួយហ្នឹងហើយថាអស់ចាណាបើផ្លាស់ប្ដូរចង់រករបបប៉ុលពតទី2ឬយ៉ាងណាខុសហើយដូច្នេះខ្ញុំឃើញថារឿងបញ្ហាជាតិនេះជារឿងសំខាន់ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចូលរួមជាមួយគ្នាត្រូវគិតគូរទាំងអស់គ្នាហើយត្រូវសម្រេចចិត្តឲ្យច្បាស់យើងឃើញថាពិភពលោកក្នុងរយៈពេលថ្មីនេះគឺមានការផ្លាស់ប្ដូរច្រើនប្រទេសជុំវិញយើងរាប់តាំងពីតៃវ៉ាន់ភូមាយួនលាវចិនឥណ្ឌូនេស៊ីហ្វីលីពីនទាំងអស់គេដូរអស់ហើយឥឡូវយើងឃើញទៀតនៅអឺរ៉ុបក៏មានការផ្លាស់ប្ដូរនៅអូស្ត្រាលីក៏គេធ្វើការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីរបស់គេណាឥឡូវអាមេរិកគេដូរទៀតហើយចុះកម្ពុជាយើងវិញមិនកាលបានដូរបរិះម្នាក់នឹងអស់ចាជាងគេឬយ៉ាងណាដឹកនាំប្រទេសតាំងពីមានព្រៃឈើរហូតទៅដល់អស់តាំងពីមានរ៉ែរហូតទៅដល់អស់ខ្សាច់គេថាបូមខ្សាច់អញ្ចឹងទៅដើម្បីខ្ញុំអស់សំណើចនៅពេលដែលឮសូគេនិយាយបូមខ្សាច់ដើម្បីជួយកុំឲ្យបាក់ច្រាំងមិនដែលមានទេរៀនបណ្ឌិតមកពីណាព្រះហើយបណ្ឌិតមកពីណាបូមខ្សាច់ក្នុងទន្លេដើម្បីកុំឲ្យបាក់ច្រាំងទន្លេហើយយកលក់ឲ្យសិង្ហបុរីរបាយការណ៍ពីសិង្ហបុរីមកផ្សេងរបាយការណ៍នៅស្រុកខ្មែរពីក្រសួងមកផ្សេងសួរនាំចុះឡើងអត់ដឹងតើវាយ៉ាងម៉េចដូច្នេះសុទ្ធតែជារឿងមកពីមេដឹកនាំទាំងអស់ដឹកនាំយើងឃើញថាដូចខ្ញុំបញ្ជាក់អញ្ចឹងតាំងពីចេញមកពីប៉ុលពតបាតដៃទៅទេដូចគ្នាគេតែងតែនិយាយអញ្ចឹងបានប៉ុណ្ណឹងហើយបានចង់បានប៉ុណ្ណាទៀតតាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរអត់ដែលជំពាក់បំណុលធនាគារឥឡូវជំពាក់គ្រប់កន្លែងទាំងអស់ខ្មែរយើងកើតជំងឺគ្រប់កន្លែងជំងឺទឹកនោមផ្អែមជំងឺសួតជំងឺប្រមាត់ជំងឺបេះដូងជំងឺដោយសារអីសារជាតិនៅក្នុងចំណីអាហារបរិយាកាសនៅក្នុងទឹកដែលយើងបរិភោគណាទីក្រុងភ្នំពេញតាំងពីមានបឹងទំពុនបឹងកក់បឹងនានាឥឡូវលុបចិត្តអស់ខ្ញុំឃើញទស្សនវិជ្ជាទាំងអស់នេះខ្ញុំស្លុតរន្ធត់តើភ្នំពេញនឹងទៅជាយ៉ាងណាបើបឹងធម្មជាតិទាំងអស់ហ្នឹងត្រូវគេលុបហើយសួរថាអ្នកណាបានប្រយោជន៍ពីទាំងអស់ហ្នឹងបានទៅលើដៃអុកញ៉ាដូចលោកអុកញ៉ាអីពីវនោះណាហុកពីវអីនោះសុទ្ធតែដើរលុបបឹងលុបកន្លែងនានាធ្វើសង់ផ្ទះល្វែងបរិយទាំងអស់ទៅណាធ្វើបាបប្រជាពលរដ្ឋយកដីគេអញ្ចឹងទៅណ៎អុកញ៉ាដទៃទៀតលុកគ្រឿងញៀនអីចឹងទៅចុងក្រោយមកធ្វើល្អបន្តិចទៅបំភាន់មតិជាតិបំភាន់មតិប្រជាពលរដ្ឋចឹងទៅដូច្នេះខ្ញុំឃើញថាស្រុកយើងបើមិនមានការផ្លាស់ប្ដូរដែលរកមេដឹកនាំដែលល្អគឺគ្រោះមហន្តរាយធំនឹងមកដល់ហើយមេដឹកនាំល្អនៅឯណាមិនមែនធ្លាក់ពីលើមេឃណាទេយើងត្រូវបង្កើតមេដឹកនាំល្អដល់ខ្លួនយើងគណៈបកសង្គ្រោះជាតិជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដគណៈបកសង្គ្រោះជាតិមានមេដឹកនាំដែលស្អាតស្អំដែលមានសម្ដានចិត្តល្អចំពោះជាតិចំពោះប្រជាពលរដ្ឋការពារទឹកដីខ្ញុំមិនមែននិយាយថាមេដឹកនាំគណៈបកសង្គ្រោះជាតិល្អ perfect 100%ទេធម្មតាទេដូចខ្ញុំបញ្ជាក់អញ្ចឹងយើងត្រូវបង្កើតមេដឹកនាំល្អដល់ខ្លួនយើងដូច្នេះ
នៅពេលដែលយើងរើសយកមេដឹកនាំដែលអាចសង្ឃឹមបានហើយយើងត្រូវពុតត្បុតគាត់យើងត្រូវពុតគាត់យើងត្រូវមើលទៅលើសកម្មភាពរបស់គាត់ខុសអីគាត់ខ្វះកន្លែងណាយើងដាស់តឿនថែមទៀតណាដាស់តឿនថែមទៀតមិនមែនហើយសូមបញ្ជាក់ថាគណៈបកសង្គ្រោះជាតិគឺបើកចិត្តទូលាយឲ្យមានការរិះគន់ឥឡូវយើងឃើញហើយផ្ទៃក្នុងគណៈបកប្រជាជនគេខំវាយថាអូព្រឹកមិញលោកហ៊ុនសែនទៅឈរនិយាយជាមួយនឹងមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិក្នុងគណៈពេលដែលលោកប្រធានសំរងស៊ីប្រឆាំងលោកហ៊ុនសែនអញ្ចឹងផ្ទៃក្នុងគណៈបកនោះឆ្លោះគ្នាទេណាវាមិនដែលគណៈបកសង្គ្រោះជាតិជាគណៈបកប្រជាធិបតេយ្យហើយគណៈបកសង្គ្រោះជាតិអត់ប្រកាន់យកខ្មែរណាធ្វើសត្រូវទេប្រឆាំងមិនមែនប្រឆាំងជាលក្ខណៈបុគ្គលទេគឺប្រឆាំងទៅលើការដឹកនាំប្រឆាំងទៅលើគោលនយោបាយប្រឆាំងទៅលើទង្វើដែលនាំផលប៉ះពាល់ទៅដល់ប្រទេសជាតិបើទង្វើល្អគេកោតសរសើរតាណាគេគ្រប់គ្រងតាប្រសូមបញ្ជាក់ថាគណៈបកប្រជាជនលួចយកគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិច្រើនណាស់យកទៅធ្វើដើម្បីកេងចំណេញនយោបាយជាក់ស្ដែងដោយរឿងបញ្ហាប្រាក់ខែជាដើមសុទ្ធតែជាគំនិតជាគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិប៉ុន្តែគេយកទៅធ្វើរបស់ខ្លួនគេអញ្ចឹងទៅណាដូច្នេះយើងឃើញថាគណៈបកសង្គ្រោះជាតិជាក្តីសង្ឃឹមយើងរើសយកគណៈបកសង្គ្រោះជាតិអត់ខកបំណងទេហើយនៅពេលដែលយើងរើសដឹកនាំមេដឹកនាំគណៈបកសង្គ្រោះជាតិយកដឹកនាំប្រទេសយើងចូលរួមទាំងអស់គ្នាទៀតកែតម្រូវចំណុចខ្វះខាតណាហើយគណៈបកសង្គ្រោះជាតិបើកទូលាយឲ្យមានការរិះគន់ដូច្នេះកុំខ្លាចចំពោះការផ្លាស់ប្ដូរណាហើយយើងមិនត្រូវមានទុតិធិនិយមថាអូលោក Donald Trump ដឹកនាំអាមេរិកនឹងនាំឲ្យពិភពលោកមានសង្គ្រាមឬក៏អស់សង្ឃឹមហើយឬក៏ត្រូវអីចឹងដរាបណាយើងធ្វើត្រឹមត្រូវដរាបណាយើងគិតពីផលប្រយោជន៍ជាតិនីមួយគេមិនដែលសុកទៅធ្វើបាបយើងទេកន្លែងណាដូចកន្លែងណាដែរមិនដូចគណៈបកប្រជាជនកំពុងធ្វើបាបគណៈបកសង្គ្រោះជាតិគិតផលប្រយោជន៍ជាតិការពារទឹកដីត្រូវកាត់ទោសឲ្យជាប់គុកនិយាយការពិតត្រូវគេធ្វើបាបឥឡូវយើងមើលដោយរឿងបញ្ហាបទលោកខេមច្រៀងពីរឿងជីវិតកីឡាករច្រៀងពីជីវិតពិតរបស់កីឡាករវេទនាយ៉ាងណាគេបិទមិនអោយចាក់បញ្ចាំងប៉ុន្តែពេលចម្រៀងរឿងបង្ហាញសឹងថាអស់អាលីងពីដងខ្លួនទៅនោះគេបន្តឲ្យចាក់បញ្ចាំងដល់ពេលឥឡូវកីឡាករថ្មីមួយទៀតដែលទទួលបានមេដាយមាសប៉ុន្តែគាត់បង្ហាញថាមេដាយហ្នឹងដែកទេហើយបានលុយត្រឹម30,000វាអត់សមទំនងសោះខំប្រកួតបើបាក់ដៃបាក់ជើងយ៉ាងណាទៅវាយ៉ាងម៉េចឥឡូវគេធ្វើបាបគាត់គេមិនអោយគាត់មកប្រកួតនៅបារាំងអីជាដើមអញ្ចឹងគេធ្វើបាបគាត់គេអាងអំណាចដូច្នេះស្រុកយើងវាអាក្រក់អាក្រែងអញ្ចឹងណាស្រុកយើងអាក្រក់អាក្រែងអញ្ចឹងនៅពេលដែលនិយាយការពិតគេធ្វើបាបអញ្ចឹងគេតម្រូវឲ្យយើងបិទមាត់ចិត្តឈឹងតែម្ដងទោះគេវាយយើងយ៉ាងណាក៏ដោយញញឹមទៅហើយស្រែកថាសបាយណាស់នៅស្រុកខ្មែរសបាយណាស់សបាយតែពួកអស់លោកប្រមាណអ្នកហ្នឹងឥឡូវយើងឃើញមនុស្សក្នុងគណៈបកប្រជាជនគេសបាយគេដើរលេងគ្រប់កន្លែងទាំងអស់ហើយគេចង់បង្ហាញថាចូលគណៈបកប្រជាជនទៅណានឹងបានមានធូធាជិះឡានល្អមានវិឡានៅប៉ុន្តែប្រមាណលានអ្នកដែលរងគ្រោះប្រមាណអ្នកដែលជួបការសបាយបែបហ្នឹងសម្រាប់ខ្ញុំអត់រើសយកការសបាយរបៀបហ្នឹងទេដូច្នេះប្រជាពលរដ្ឋខ្មែរកុំបារម្ភអារឿងការផ្លាស់ប្ដូរកុំតែគិតអារឿងអីរបបប៉ុលពតទី2គ្មានទេមេដឹកនាំដែលស្អាតស្អំមេដឹកនាំដែលស្រឡាញ់ជាតិដោយគណៈបកសង្គ្រោះជាតិដោយលោកកឹមសុខាលោកសំរងស៊ីនេះគឺបំណងតែមួយគត់អភិវឌ្ឍសេដ្ឋកិច្ចឲ្យរីកចម្រើនឲ្យកូនខ្មែរមានការងារធ្វើឲ្យកូនខ្មែរមិនចាំបាច់ភៀសខ្លួនទៅវេទនានៅក្រៅប្រទេសទេឲ្យពលរដ្ឋខ្មែរមិនចាំបាច់ជាពាក់ធនាគារឲ្យទីបំផុតត្រូវលក់ផ្ទះលក់សម្បែងភៀសខ្លួនពីភូមិស្រុកមួយទៅភូមិស្រុកមួយដទៃទៀតអញ្ចឹងទេណាហើយរឿងអីត្រូវកើតសង្គ្រាមបើគណៈបកសង្គ្រោះជាតិអត់មានកំភ្លើងផងមានតែគណៈបកប្រជាជនហើយតើគណៈបកប្រជាជនបង្កើតសង្គ្រាមជាមួយអ្នកណារត់ចូលព្រៃយ៉ាងម៉េចនឹងកើតបើអត់ព្រៃនៅផងទី1ទី2ទៀតគណៈបកប្រជាជនសិតតែជាអ្នកមានលុយច្រើនទៅហើយចង់បំផ្លាញដុតលុយខ្លួនឯងយ៉ាងម៉េចនឹងកើតដូច្នេះអានឹងភូតកុហកទេកុំបារម្ភការផ្លាស់ប្ដូរនាំឲ្យយើងល្អ
ដូច្នេះយើងអត់ត្រូវភ័យខ្លាចចំពោះការផ្លាស់ប្ដូរទេហើយយើងឃើញថាមេដឹកនាំដែលស្រឡាញ់ជាតិពិតប្រាកដគឺចេញមកអញ្ចឹងថ្លែងសន្ទរកថាដំបូងឡើយគឺកោតសរសើរចំពោះដៃគូប្រកួតរបស់ខ្លួនហើយបញ្ជាក់ទៀតថាយើងជំពាក់លោកស្រី Clinton ចំពោះពលិកម្មរបស់គាត់រាប់ឆ្នាំដើម្បីប្រទេសមួយនេះយើងឃើញទេនឹងបញ្ជាក់ថាគេគិតគេគូគេយកចិត្តទុកដាក់ចំពោះជាតិរបស់គេហើយគេបញ្ជាក់ទៀតថាគេនឹងធ្វើជាប្រធានាធិបតីសម្រាប់ពលរដ្ឋរបស់គេទូទាំងប្រទេសទូទាំងសហរដ្ឋអាមេរិកឬប្រជាពលរដ្ឋអាមេរិកនៅកន្លែងណាក៏គេធ្វើជាប្រធានាធិបតីបម្រើឲ្យពលរដ្ឋរបស់គេដែរចុះចំណែកយើងវិញលោកហ៊ុនសែនក៏និយាយថាក្នុងគណៈពេលដែលគាត់ដឹកនាំខ្មែរណាក៏នៅជាមួយគ្នាបានដែរប៉ុន្តែពិតអត់ទេតលតែអ្នកដែលស្របជាមួយគាត់អ្នកដែលលើកជើងគាត់ទ្រគាត់ហៅគាត់ថាជាទេវបុត្រចាប់ជាតិមកពីលើឋានសួគ៌ទើបគាត់ឲ្យនៅសុខតែបើតែប្រឆាំងគាត់បើតែរិះគន់គាត់អញហែងអាមឹងកាប់ចាក់ចង្អុលមុខហើយកូនចៅនោះទៅវាយបាត់ហើយគាត់លោកហ៊ុនសែនហឹសតែបន្តិចហ្នឹងកូនចៅទៅវាយទៅបាញ់បាត់ហើយយើងឃើញទេស្លាប់ប្រមាណអ្នកហើយបន្តពេលនេះណាហើយខ្មែរយើងដែលភៀសខ្លួនតាំងពីលោកហ៊ុនសែនកាន់អំណាចជាប់ក្នុងដៃមកខ្មែរភៀសខ្លួននៅអត់បានប្រឆាំងគេបោកក៏បែកស្លាប់នៅផ្ទះអញ្ចឹងទៅគេចូលបាញ់នៅផ្ទះអញ្ចឹងទៅរហូតដល់សប្តាហ៍ថ្ងៃហ្នឹងគឺនៅតែមានស្លាប់ណាដូច្នេះយើងឃើញថាវាអាក្រក់អក្រៃណាស់អញ្ចឹងមេដឹកនាំរបៀបហ្នឹងយើងមិនអាចទុកបានទេយើងត្រូវតែធ្វើការផ្លាស់ប្ដូរហើយសូមបញ្ជាក់ថាគណៈបកសង្គ្រោះជាតិអត់មានបំណងយកលហ៊ុនសែនទៅអាកកទេផ្លាស់ប្ដូរគាត់ឲ្យគាត់រស់នៅបានសុខសប្បាយគាត់ទៅយើងដឹកនាំប្រទេសយើងរៀបចំប្រទេសរបស់យើងអភិវឌ្ឍសេដ្ឋកិច្ចរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវរាល់ថ្ងៃគ្រោះថ្នាក់ខ្ញុំឃើញតាមប្រព័ន្ធបណ្ដាញសង្គមគ្នាអាយុ20ឆ្នាំជាង10ឆ្នាំ8ដល់10ណាកំពុងតែពេញសបាយរៀនសូត្រផងស្លាប់អណោចអធមណាស់ស្លាប់រាល់ថ្ងៃរំលោភរាល់ថ្ងៃចោរកម្មដូចខ្ញុំបញ្ជាក់អញ្ចឹងដល់ពេលទីបំផុតទៅដឹងមុខចោលអស់ហើយអត់ដឹងប្រក្រាបរបៀបម៉េចមានតែបង្ហាញឲ្យប្រជាពលរដ្ឋប្រយ័ត្នខ្លួនឯងការពារខ្លួនឯងទៅដូច្នេះសង្គមរបៀបនេះគឺពិបាករស់នៅណាបងប្អូនខ្ញុំដឹងថាសពថ្ងៃហ្នឹងពលរដ្ឋខ្មែរគឺរស់នៅក្នុងសភាពភ័យខ្លាចគ្មានជំនឿនៅក្នុងចិត្តគេហៅថាគ្មានភាពជឿជាក់នៅក្នុងខ្លួនទេថាថ្ងៃស្អែកនឹងមានរឿងអីកើតឡើងតើយុគនេះនឹងមានរឿងអីកើតឡើងតើដើរទៅគេនឹងធ្វើបាបប៉ុន្មានគេឆក់ប្លន់កាប់ចាក់បាញ់សម្លាប់ដូច្នេះយើងរស់ក្នុងសង្គមដែលពោពេញទៅដោយភាពអសុវត្ថិភាពពោពេញទៅដោយភាពភ័យខ្លាចរបៀបនេះតែយើងទ្រាំដល់ពេលណាយើងត្រូវតែមានការផ្លាស់ប្ដូររកមេដឹកនាំដែលល្អគឺគណៈបកសង្គ្រោះជាតិលោកសំរងស៊ីនិងលោកកឹមសុខាដើម្បីប្រទេសជាតិរបស់យើងការពារទឹកដីរបស់យើងជីវភាពរស់នៅរបស់ពលរដ្ឋរបស់យើងទាំងអស់គ្នាកូនចៅរបស់យើងប្រទេសរបស់យើងមិនត្រូវធ្លាក់ទៅជាកម្ពុជាក្រោមទី2ទៀតទេសូមអរគុណក្រុមយុវជនស្នេហាជាតិអូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃមកធ្វើការឲ្យគេបានបន្តិចក៏ក្រោកនិយាយវីដេអូមួយដែលពាក់ព័ន្ធនឹងរឿងលោកនឹងខ្ញុំមើលទៅដូចយើងក្តៅក្រហាយពេកคลิปនឹងហើយណាមួយទៀតคลิปនឹងមើលទៅយូរដែរប៉ុន្តែចង់រំលឹកខ្លះចង់លើកមកនិយាយខ្លះដើម្បីឲ្យអ្នកដឹកនាំមានគូក្បាលចាអូខេឥឡូវចាំស្ដាប់មិនមានសិទ្ធិអាញាធមខ្ញុំអាចមានសិទ្ធិមកយកនឹងមិនបាទចាឥឡូវអាញាធមមកហុញបានអ្វីនេះខ្ញុំមិនឲ្យខ្លួនខនថ្ងៃបានទេណែហៅដៃបានឥឡូវហៅបងប្អូនឲ្យតាមប្រពន្ធមកមិនមែនមកលក្ខណៈធម្មតាទុកខ្លួនហើយបាទឥឡូវបងប្អូនធម្មតានឹងយ៉ាងម៉េចអត់បងអត់នឹងយ៉ាងម៉េចបងប្អូនសូមផ្ញើคลิปទៅដល់លោកហ៊ុនសែនផងបើអញ្ចឹងខ្លាំងណាស់ជាមួយលោកក៏បានដែរគាត់លោកគាត់ឈរនៅហ្នឹងគាត់បានដែរលោកចេះស្នេហាជាតិលោកចង់ធ្វើអ្វីគាត់បានដែរណាសិតតែពួកប៉ូលីសផ្ដាច់ការហើយនឹងអ្នកដឹកនាំនោះមានខួរក្បាលទេធ្វើអ្វីចេញមកឈួតចឹងហ្មងណាមិនឲ្យប្រជាពលរដ្ឋគេក្តៅក្រហាយមិនឲ្យប្រជាពលរដ្ឋគេខឹងមិនសូម្បីតែលោកគាត់ក៏មានជីវិតដែរព្រោះគាត់កើតនៅប្រទេសខ្មែរគាត់ជាជនជាតិខ្មែរណាអញ្ចឹងគាត់ឃើញអាទង្វើអ្វីដែលវាអាក្រក់ប្រៃផ្សៃគាត់ត្រូវតែចូលមកគាត់ត្រូវតែនេះហើយគាត់ត្រូវតែចូលមកបាតកម្មឬក៏គាត់មានមតិគាត់ចង់និយាយហីព្រោះគាត់ជានេះមួយដែរតាជាមនុស្សម្នាក់ដែរតាក៏គាត់ជាលោកក៏ដោយ
តែគាត់ឃើញទង្វើអ្នកដឹកនាំដែលមិនល្អក៏គាត់អាចមានសិទ្ធិនេះដែរតាបញ្ចេញយោបល់ឬក៏គាត់អាចនិយាយបានតាដេញគេនិយាយចេញមកគឺថាចេញមកល្ងងហ្មងអត់ចេះធ្វើអីទេពួកគេហ្នឹងណាឥឡូវស្ដាប់ទៀតបងប្អូន ស្អីគេប្រសងមកអត់មានត្រូវការអីធ្វើអីចឹងឲ្យតែប្រសងអង្គុយនៅលើសំទោសឲ្យលោកអង្គុយតែក្នុងវត្តអបាច់ឲ្យដឹងលឺអីទាំងអស់ប្រជាជនទាំងអស់គឺលោកហ៊ុនសែនធ្វើបែបហ្នឹងសំបីតែលោកសំបីគាត់ក៏មានជីវិតហើយគាត់អាចចេញមតិអីបានទាំងអស់គាត់មានសិនតាគាត់ធ្វើអីក៏បានដែរណាបើគាត់ធ្វើអ្វីទៅបានហ្នឹងគឺកុំឲ្យគាត់ទៅធ្វើបាបប្រជាពលរដ្ឋធ្វើបាបគេអាហ្នឹងបើគាត់ធ្វើចំណុចរៀងស្នេហាជាតិតែគាត់ឃើញទង្វើអ្នកដឹកនាំរងថ្ងៃដូចក្បត់ជាតិនេះអញ្ចឹងគាត់ធ្វើចំណុចអស់ហ្នឹងដើម្បីជាតិដើម្បីគាត់មានការរស់នៅប្រជាពលរដ្ឋទាំងអស់គាត់ក៏ជាព្រះគាត់ដល់លោកក៏ដូចជាព្រះមួយរូបអញ្ចឹងព្រះអង្គមួយរូបអញ្ចឹងគាត់ឃើញទង្វើណាដែលប្រជាពលរដ្ឋធ្វើមិនល្អឬក៏អ្នកដឹកនាំធ្វើមិនល្អគាត់ចូលមកបញ្ចេញមតិគាត់ចូលមកនិយាយគាត់មានអីខុសទេណាចំណុចខ្លះយើងមើលទៅល្អយើងក៏ត្រូវយកតាមអ្វីដែលគាត់ធ្វើទៅទង្វើដែលគាត់ធ្វើណាមិនមែនពួកលោកឯងបលិសឈួតឡប់នឹងចេញមកដឹងអីទេគឺចេញមកដេញគេជេរគេដេញគេទាញកាមេរ៉ាពីលោកច្រានលោកអាហ្នឹងឯងប្រទេសដែលមានអនុវត្តប្រទេសដែលល្អប្រទេសដែលយល់ដឹងហ្នឹងឯងចេញមកឈួតចឹងសូម្បីតែលោកក៏វាយដែរហ្នឹងអ្នកដឹកនាំដែលថោកអញ្ចឹងហើយអ្នកដឹកនាំដូចអពតអញ្ចឹងដែលវាយលោកអីលោកហ្នឹងចំណអពតអញ្ចឹងហើយឥឡូវធ្វើអញ្ចឹងហ្នឹងគេហៅមិនវិញគេហៅប្រទេសអីវិញប្រទេសចេះដឹងហ្នឹងប្រទេសអនុវត្តហ្នឹងហ៎លោកបលីឯងទាំងអស់គ្នាហ្នឹងមួយចំនួនហ្នឹងដែលធ្វើអញ្ចឹងចំណុចហ្នឹងត្រូវចេះគិតផងចុះពេលបនទៀនលោកឯងចាំទៅវត្តទៅអីបើលោកឯងធ្វើអញ្ចឹងដាក់លោកមិនបាច់ទៅវត្តទេតាំងលោកហ៊ុនសែនក៏ដោយពេលបនទៀននេះមិនបាច់ទៅវត្តបាច់ទៅសាពះលោកទេវាអត់បានបនទេយើងធ្វើបាបលោកវាយលោកអញ្ចឹងអីអញ្ចឹងយើងទៅវត្តក៏អត់បានបនដែរបានតែបាបមកវិញទេណាខ្មាស់គេមិនបាច់ទៅទេអូខេស្ដាប់មកទៀត ឃើញទេសំបីតែលោកឈរតំណឹងក៏មិនបានដែរសាច់ច្រានសាច់អីប៉លិសមកវិញអូយរាប់អស់ឲ្យប៉លិសណាបើពួកអាយុនចូលស្រុកពួកអ្នកដែលធ្វើប្រជាពលរដ្ឋខ្មែរអត់ឃើញអាប៉លិសណាចេញមកទេមានទេតិចណាចេញមកគ្រាន់យកមុខមកបន្តិចតួចទេអត់ចេញទេបើថាមកដេញខ្មែរគ្នាឯងមកធ្វើបាបខ្មែរមកធ្វើបាបលោកអីចឹងដេញចឹងអីចឹងវិញគេឈរតវ៉ាអត់បានទេអូយងាប់ហើយដូចផ្សាច់ដូចស្មៅចឹងក្លាហានណាក្លាហានបានតែខ្មែរគ្នាឯងទេខ្លាំងណាស់ជាមួយខ្មែរអូយហូមបាននេះលោកអើយគេខ្លាំងជាមួយជនជាតិដទៃដែលធ្វើបាបប្រជាពលរដ្ឋខ្មែរខ្លួនឯងគេខ្លាំងណាអាហ្នឹងបាទគេទៅសើណោះទៅខាត់យួនកុំឲ្យចូលស្រុកខ្មែរទៅខាត់អាអ្នកដែលកាប់ព្រៃឈើទៅខាត់ពួកអស់ហ្នឹងអាហ្នឹងបានគេហៅខ្លាំងអាហ្នឹងបានគេហៅប្រទេសល្អអាហ្នឹងគេហៅអ្នកដឹកនាំល្អហើយគេហៅប៉ូលីសអីដែលល្អចេះស្នេហាជាតិងាប់ហើយនេះមកដល់ឲ្យតែខ្មែរធ្វើអីចេញទៅកន្លែងណាឬក៏ធ្វើចំណុចមួយឬក៏ឈប់បាតកម្មឬក៏អីដើម្បីប្រទេសជាតិឬក៏អ្វីមួយលោកអីក៏ដោយគាត់ចង់បញ្ចេញមតិឬក៏ធ្វើអ្វីមួយឈរកន្លែងណាបានទេណាទឹកដីខ្មែរកន្លែងខ្លះឲ្យឈរច្រានខ្មែរដេញខ្មែរជេរខ្មែរវាយខ្មែរសំបីតែលោកសំបីតែអីនេះពួកលោកឯងបលិនេះថោកទាបមួយចំនួនហ្នឹងថោកទាបណាគេថតណាគេដាក់អស់ឲ្យគ្រប់ទូទាំងប្រទេសហើយដែលគេឃើញប៉ូលីសខ្មែរបែបហ្នឹងអន់ណាមុននឹងគេវាយអ្វីមួយមុននឹងគេធ្វើអីមួយគេមានច្បាប់របស់គេត្រឹមត្រូវដែរគេមើលច្បាស់ដែរណាទេណាក៏វាមានដែរមិនមែនអត់ទេតែគេមើលដែរគេមើលទាំងវើថាតើដែលធ្វើហ្នឹងល្អឬអាក្រក់ហើយគេមើលដែរថាតើដឹកនាំហ្នឹងមានសិទ្ធិភាពអ្នកដឹកនាំហ្នឹងដូចប្រជាពលរដ្ឋនិយាយអត់អាក្រក់ឬក៏ល្អគេមើលដែរមុននឹងគេធ្វើអ្វីមួយគេមិនមែនចេញមកដល់នេះអីគ្រាន់តែគេចេះស្នេហាជាតិគេនិយាយរឿងប្រទេសជាតិឬក៏សព្វនាឬអ្វីដេញគេច្រានគេវាយគេចឹងទេណាចឹងហើយបានគេហៅថាប្រទេសខូខើប្រទេសដែលគ្មានអនុវត្តប្រទេសដែលគ្មានច្បាប់គ្មានទម្លាប់ហ្នឹងហើយប្រទេសខ្មែរអត់មានច្បាប់ទម្លាប់អីទេឲ្យតែគេចេះដឹងមតិចេះអីហ្នឹងចាប់គេវាយគេហើយហាងហើយប៉ុណ្ណាខាងចោតគេណាសិនចេះចោះហើយ
ណាបើពួកអាយួនអីនោះអត់មានឃើញអាណាក្បាលអាណាចេញទៅចោតសោះទៅរឿងអីទេអត់ទេអត់ហ្មងមានកាន់ជើងទៀតនឹងពួកខ្មែរមួយចំនួនខ្ញុំអត់និយាយទាំងអស់ខ្មែរមួយចំនួនដែលវាផ្កាប់អាខាងលើកជើងហ្នឹងហ៎ប៉ុណ្ណាគង់ឯងហើយប៉ូលីសមួយចំនួនហ្នឹងក៏ចឹងដែរប៉ូលីសដែលផ្កាប់មុខហ្នឹងគង់មានថ្ងៃទេបើយួននេះបានសម្រេចជំរឿបើវាទុកវាមិនទុកពួកអាផ្កាប់មុខនឹងប្រមាណហ្នឹងទេវារងថ្ងៃណាវានិយាយចឹងវាដើម្បីវាចង់មកប្រទេសខ្មែរវាចូលចិត្តចាំមើលទៅហើយដឹងគ្នាហើយធ្វើអីចេញមកភ្លឺអត់ដឹងអីសំបីតលោកក៏វាយសំបីក៏លោកក៏ច្រានដែរគេព្រះលោកដូចព្រះចឹងគេស្ពះគេឲ្យរំទោមើលប្រទេសថៃឃើញគំរូប្រទេសថៃណាគេស្ពះលោកគេឲ្យរំទោមិនខ្លះណាឯងអត់ទេប៉ូលីសអីសច្រានសិតអីចេញមកល្ងងភ្លឺដូចមេចឹងមេល្ងងអត់គ្រប់ទឹកធ្វើអីចេញមកអត់មានដឹងអីកូនចៅវាតាមហ្នឹងអញ្ចឹងបានថាចេះកែតម្រូវខ្លះទៅណាកែតម្រូវខ្លះទៅពួកប៉ូលីសបានហ្នឹងណាក៏មុននឹងយើងធ្វើអ្វីមួយមុននឹងយើងវាយអ្នកណាមួយមុននឹងយើងច្រានឬក៏យើងធ្វើអ្វីយើងមើលសិនថាតើប្រជាពលរដ្ឋហ្នឹងគេធ្វើអ្វីខុសតើប្រជាពលរដ្ឋហ្នឹងទៀមទាហ្នឹងខុសឬត្រូវយើងមើលថាតើប្រទេសជាតិហ្នឹងអស់ដូចគេនិយាយអត់តើប្រទេសជាតិហ្នឹងយួនចូលពេញស្រុកមែនអត់យើងមើលឲ្យច្បាស់ឲ្យលាស់សិនមេហ្នឹងអ្នកដឹកនាំហ្នឹងអញ្ចឹងដែរមើលឲ្យច្បាស់លាស់ចាំទៅធ្វើបាបប្រជាជនវាយប្រជាជនណាហើយបើយួនចូលពេញស្រុកបើយួនវាយខ្មែរបើយួនធ្វើអីអត់មានអាណាមួយចេញមុខទេចេញតិចណាចេញគ្រាន់ប៉ុណ្ណឹងយកតាម Facebook ហ្នឹងឃើញយូរទៅគឺថាប្រជាជនភ្លេចអត់អីលែងមាត់ណាបើសាកខ្មែរធ្វើបាបយួនអីមួយចេញមកឬគល់សិនចេះចូលពួកឯងនេះល្ងងអាពួកប៉ូលីសមួយចំនួនហ្នឹងអញមិនចង់ប្រើពីអាសរោះឯងខ្ញុំមិនចង់ប្រើឯងប៉ុន្តែវាក្តៅពេកចេញមកស្អីក៏ដោយថាអូយមើលម្ដងនិយាយពីគេថតឲ្យមើលតាមបណ្ដាញ Facebook ចេញមកគឺមិនអញ្ចឹងហើយក្រែងរៀនច្បាស់លាស់ដឹងដែរធ្វើប៉ូលីសមួយសិតតែរៀនមានច្បាប់ត្រឹមត្រូវដែរមិនអត់ដឹងខ្យល់អីចឹងមិនអត់ដឹងខ្យល់អីធ្វើអ្វីមួយអត់ដឹងខ្យល់ផងកុំល្ងងពេកណាខ្ញុំមិននិយាយថាប្រទេសគេមិនធ្វើបាបគេមិនមានបាតកម្មឬក៏អីគេចេះធ្វើមានហង្សាចេះមានហើយប្រទេសគេប៉ុន្តែមុននឹងគេធ្វើអ្វីអ្នកដឹកនាំគេធ្វើអ្វីមួយគេឃើញអ្វីគេមើលច្បាស់លាស់ត្រឹមត្រូវហើយប្រជាពលរដ្ឋគេមុនធ្វើអ្វីណាមួយមុនបាតកម្មនឹងមុនធ្វើអីមួយគេមើលដែរគេមើលទាំងវើអ្នកដឹកនាំគេដែរគេមើលថាតើអ្នកដឹកនាំនឹងយ៉ាងម៉េចគេពេញចិត្តឬតែដឹកនាំនឹងមិនខ្លះគេបានគេធ្វើមិនមែនគេចេះធ្វើដូចប្រទេសខ្មែរទេប្រទេសខ្មែរស្អីក៏ដោយឲ្យតែគេចេញយោបល់ឲ្យតែប្រជាជនធ្វើអីទៅអូយបានទេសិតតែតាមគម្រាមគេប្រជាគម្រាមដល់គ្រួសារគេប្រជាគេពួកឯងនេះចេញមកថោកណាអើយថោកណាថោកនេះមេឯងអញ្ចឹងអញនិយាយការពិតអញមិនគោរពទេអាប៉ូលីសមួយចំនួនអត់មានខួរឯងបាច់ខំទៅរៀនបាច់ខំពាក់អាវប៉ូលីសឯកស្ថានប៉ូលីសទេដោះចេញទៅអញខ្មាស់គេណាមែនតាខ្មាស់គេមែនតើមានប៉ូលីសអន់ចរិតអន់ថោកចេញមកថោកទៀបបំផុតហ្នឹងហើយសូមនិយាយតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាហើយជួយ share និង like ឲ្យប៉ូលីសនៅស្រុកខ្មែរមួយចំនួននឹងបានឃើញផងហើយនឹងអ្នកដឹកនាំផងចាឲ្យចេះកែគូក្បាលខ្លះណាអរគុណជំរាបលាបាយបាយ